Hey everyone, welcome back. It's great to see you here today. បារម្ភណាស់នេះបានស្របគ្រាប់បល័កក្នុងពោះបើគាត់ហើយគាត់គិតចុះកន្លះគាត់ថាវាមិនមានចេះដោយសារតែគ្រាប់ប៉ុណ្ណឹងឯងដល់ពេលអាគ្រាប់នោះវាបានហូរចូលក្នុងកាពះគាត់ឯងគាត់ទៅត្រឹមសួតរបស់គាត់ដល់ពេលថ្ងៃមួយគាត់ខកពីដីសត្វតែមានអារម្មណ៍ថាចុកធូបយ៉ាងខ្លាំងដល់ពេលគាត់ទៅពេទ្យមើលពេទ្យគេដាក់អេកូមឆ្លងមើលទៅសត្វតែឃើញដុំនោះក្នុងសួតរបស់គាត់ហើយពេទ្យគាត់ត្រូវការវះកាត់គាត់ដើម្បីយកគាត់មកចេញដល់ពេលវះកាត់កន្លងសត្វតែអាគ្រាប់នោះវាដោះជាដើមឈើប្រហែល7 ម៉ែត្រនៅក្នុងខ្លួនរបស់គាត់ហើយអាដើមឈើវាបានចាក់hơiយ៉ាងខ្លាំងនៅក្នុងសួតរបស់គាត់ធ្វើឲ្យគាត់នោះពិតជាមានការឈឺចាប់យ៉ាងខ្លាំងហើយនេះជារឿងពិតដែលកើតមានចំពោះបរិបទអ្នកដែលត្រូវបានគ្រាប់អលឹកធាក់ចូលក្នុងសួតហើយបានជាដោះជាផ្លែផ្កានៅក្នុងសួតរបស់គាត់បើអ្នកបាញ់គ្រាប់10 មួយគ្រាប់បន្តមកយកអាខ្ទះជាតិបងទៀតនោះវាយគ្រាប់នោះវានឹងធ្វើឲ្យខ្ទះនោះបែកខ្ទេចខ្ទីអស់ហើយបើអ្នកហ៊ានដាក់ខ្ទះនោះចំនួន10ហើយធ្វើឲ្យគេបាញ់គ្រាប់កំភ្លើង10 មួយគ្រាប់ទៀតនោះវានៅធ្វើឲ្យគ្រាប់កំភ្លើងនោះទម្លុះខ្ទះនោះទាំងអស់ដោយសារតែគ្រាប់កំភ្លើងគឺវាមានសភាពលឿននិងក្បឿនខ្លាំងមែនទែនទល់ខ្ទះជាបងទៀតនោះចំនួន10ក៏វាមិនអាចទប់ទល់នឹងគ្រាប់កំភ្លើងនោះបានដែរហើយបើមានបារម្ភម្នាក់ហ៊ានគប់គ្រាប់បែកទៅលើអ្នកមិនត្រូវរត់ទេពីព្រោះគ្រាប់បែកវាមានកម្លាំងផ្ទុះលឿនមែនទែនហើយគ្រាប់បែកវាអាចធ្វើឲ្យអ្នកមានរបួសបានចំណុចដ៏ល្អអ្នកមិនអាចធ្វើចឹងបានទេដល់ពេលគេទម្លាក់គ្រាប់បែកទៅអ្នកគួរតែយកខ្លួនទៅក្រាបដើម្បីរស់ទៅមានជីវិតដោយសារតែគ្រាប់បែកវាផ្ទុះឡើងគឺវាធ្វើឲ្យគ្រាប់ខ្ចាត់ខ្ចាយភេទទៅខាងលើហើយបើអ្នកដេកនោះវានឹងអាចការពារជីវិតអ្នកបាន90%នេះជាចំណុចដ៏ល្អដែលគេមានគេគប់គ្រាប់បែកដាក់អ្នកឧទាហរណ៍បើមនុស្សខ្លាចទៅជាទូចប្រប៉ិនសត្វល្អិតតើនោះមានអ្វីកើតឡើងឧទាហរណ៍បើបរិបទអ្នកកំពុងតែឈរហាត់ប្រាណលេសឹកសត្វតែធ្វើឲ្យខ្លួនគាត់វិញវ័នលេខដឹងស្មីទាំងអស់ហើយថ្ងៃមួយគាត់បានដើរលើកដៃចុះលើកដៃឡើងសត្វតែវិញវ័នអីឡើងពេញផ្ទះហ្នឹងហើយគាត់ក៏ខ្លាចទៅជាមនុស្សដែលទូចមួយដែលអាចប្រប៉ិនឆ្មាហើយគាត់រត់ចុះលើឡើងសត្វតែដើរដល់ទ្វារគាត់ឃើញក្លាតមួយរត់មកគាត់មានអារម្មណ៍ថាភ័យហើយដល់ពេលគាត់ដើរទៅលើដៃរូបមនុស្សវាស្មើនឹងប្រប៉ិនរោមមួយនៅលើដៃមនុស្សធ្វើឲ្យបរិបទនោះពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងហើយដល់ពេលគាត់ចុះកន្លះគាត់ថាខ្លួនគាត់អាចជិះទៅលើមេរោគដែលនៅលើស្បែកមនុស្សបានហើយវាធ្វើឲ្យមានរឿងអច្ឆរិយៈមួយកើតឡើងដោយខ្លួនគាត់នឹងបានទៅដើរចុះដើរឡើងនៅលើស្បែកមនុស្សហើយខ្វះជាមេរោគដោយទូចប៉ុនមេរោគធ្វើឲ្យបរិបទនោះគាត់ជាមានការរឿងមើលឆ្ងល់យ៉ាងខ្លាំងជាមួយនឹងរឿងគាត់ហើយដល់ពេលគាត់អាចដើរលើមនុស្សបានចឹងគឺវាទូចមែនតើហើយធ្វើគាត់ហាយចុះហាយឡើងលើប្រព័ន្ធកោសិការបស់មនុស្សឡើងវិញវ័នឡើងខ្លាចជារោគមួយដែលមិនអាចសង្កេតមើលបានហើយធ្វើឲ្យអច្ឆរិយៈមែនតើនៅកន្លងពេលសង្គ្រាមទាហានម្នាក់នេះបានលាបមុខប្រេងខ្មៅនៅមុខរបស់គាត់ហើយលាក់ជាមួយនឹងក្របបែកនៅក្រោមថ្មមួយចាំដល់ពេលសត្រូវដើរមកគាត់នឹងផ្ទុះដើម្បីសម្រាប់សត្រូវដល់គ្នាដល់ពេលរឿងនេះបានផុតទៅសត្វតែមានបរិបទអ្នកភ្លីដើរមកចាប់គីឡូទៅលើថ្មនោះវិញនេះជារឿងពិតដែលកើតមានចំពោះថ្មដែលគេធ្វើសម្រាប់ប្រយុទ្ធឲ្យមានបរិបទអ្នកមកធ្វើរឿងដូចឈួតនៅលើថ្មនោះឡានមួយគ្រឿងនេះក៏ប៉ុន្តែបានសក់តែរេឆ្កោតធ្លាក់ចូលក្នុងព្រៃដល់ពេលបរិបទពីអ្នកឃើញហេតុការណ៍នេះក៏បានខលទៅ911ដល់ពេលអ្នកជួយសង្គ្រោះម្ដងក៏បានមើលចោះមើលឡើងឆែកស្មៅចោះឆែកមើលឡើងស្អាតតែឃើញឡានបកកហល់ធ្លាក់ចូលទៅខាងក្រោមបាត់ហើយដល់ពេលអ្នកជួយសង្គ្រោះដើរទៅដល់ឡាននោះស្អាតតែឃើញឡាននោះវាមានតែជាមនុស្សក្រុងឆ្អឹងវិញដែលនៅក្នុងឡានអ្នកជួយសង្គ្រោះពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរទៅបរិបទទៅបរិបទថាខ្ញុំទៅឃើញឡាននោះធ្លាក់ចូលទៅក្រោមមិញហ្នឹងហើយមិនបានទៅឃើញមនុស្សតែជាក្រុងឆ្អឹងវិញហើយរឿងនេះពិតជាមានភាពល្បីល្បាញមែនទែនចំពោះបរិបទពីអ្នកដែលបានឃើញហើយនេះជារឿងប៉ັດដែលកើតមានចំពោះឡានក្រហមដែលឃើញសាកសពនៅក្នុងនោះជាអ្នកបើកឡានទៅវិញអត់យល់